ngày nayខ្ញុំនឹងចែក assignment ដំណាក់កាលទី1ណាមុខជា software engineering របស់យើងបាទអញ្ចឹង assignment យើងមាន3ដំណាក់កាលទី1ទី2និងទី3បាទហ្នឹងហើយបាទអញ្ចឹងហើយយើងមានដល់ដំណាក់កាលទី4ទៀតនោះសម្រាប់ធ្វើ system demonstration ណាបាទនេះគឺជាដំណាក់កាលទី1គឺយើងចែក topic បាទចែក topic បាទអញ្ចឹងដំបូងផុតគឺបងប្អូនត្រូវធ្វើជាគេហៅថា phase 1នេះធ្វើ requirement specification and software planning យើងបងប្អូនត្រូវធ្វើអ្វីដែលជាតម្រូវការរបស់អតិថិជនតើអតិថិជនត្រូវការអីហើយយើងរៀបចំផែនការសម្រាប់ដោះស្រាយតម្រូវការរបស់គាត់នឹងរបៀបម៉េចរៀបចំជាដំណោះស្រាយណាគោលដៅសំខាន់ផលិតជា software មួយដែលអាចដោះស្រាយបញ្ហារបស់គាត់កំពុងតែជួបប្រទះប្រចាំថ្ងៃណាហ្នឹងហើយអញ្ចឹងការងាររបស់បងប្អូនទី1បងប្អូនត្រូវជ្រើស topic បាទបងប្អូនត្រូវរើស topic ណាមួយបាទ topic នេះគឺយើងចង់បាន topic ដែលគេហៅថាជាបាទ software product មានថា software ដែលគេអាចយកទៅប្រើបានណាឬក៏ជាដំណោះស្រាយអូខេយើងចង់បានជា software solution បាទគឺជាដំណោះស្រាយមានថាកន្លែងនេះកំពុងជួបបញ្ហាឧទាហរណ៍កន្លែងលក់អីវ៉ាន់មួយលក់អត់សូវដាច់ដោយសារតែគាត់មានបញ្ហាសេវាកម្មអត់មាន system ត្រឹមត្រូវណាបាទអញ្ចឹងយើងត្រូវការមាន system គ្រប់គ្រងអីវ៉ាន់របស់គាត់អីវ៉ាន់មកថ្មីអីវ៉ាន់ចាស់ណាហ្នឹងហើយដោះស្រាយបញ្ហានឹងបានអីវ៉ាន់ខ្លះនៅក្នុង stock ពេញអត់ដឹងអីវ៉ាន់ខ្លះអស់ stock ក៏អត់ដឹងអីវ៉ាន់ខ្លះហួស delay ក៏អត់ដឹងណាទៅពេលភ្ញៀវមកទិញប៉ះចោលអីវ៉ាន់ហួស delay គាត់លែងមកទិញទៀតមានថាយើងអត់ខ្វះការគ្រប់គ្រងឲ្យបានល្អលក់យករបស់ហួស delay មកលក់អញ្ចឹងអ្នកលក់ធៀបពិតគាត់អត់ដឹងឯងគាត់ចង់លក់របស់ហ្នឹងឯងប៉ុន្តែអត់មាន system alert គាត់ណាហ្នឹងហើយអញ្ចឹងគាត់ខ្វះការគ្រប់គ្រងឲ្យបានល្អបាទទី2ហេតុអីបានយើងជ្រើស topic ហ្នឹងឧទាហរណ៍ថាយើងចង់យក topic គ្រប់គ្រងឃ្លាំង stock អីវ៉ាន់អញ្ចឹងឬក៏កន្លែងលក់អីវ៉ាន់បោះដុំអញ្ចឹងយើងត្រូវឲ្យហេតុផលថាមូលហេតុដែលយើងជ្រើស topic ហ្នឹងវាមានមូលហេតុអីទេឧទាហរណ៍យើងឃើញថាឥឡូវអត់មានកន្លែងបោះដុំអីវ៉ាន់ជាច្រើនគាត់តែងតែជួបបញ្ហាអីវ៉ាន់លក់មិនអស់ឬក៏អីវ៉ាន់លក់ដាច់ពេកណាបាទលក់មិនអស់គាត់អត់បាន clear stock ធ្វើ promotion ឬក៏គាត់ចុះតម្លៃឬអីចឹងដើម្បីលក់អស់កុំឲ្យវា expire ផុតថ្ងៃផលិតណាហើយរកអីវ៉ាន់ដែលលក់ដាច់ពេកភ្ញៀវមករកទិញអត់មានណាបាទអញ្ចឹងធ្វើឲ្យភ្ញៀវរងចាំយូរហើយអត់បានអីវ៉ាន់ដូចចិត្តគាត់ខឹងឯងក្រោយគាត់លែងមកទិញគាត់រកអ្នកផ្សេងអញ្ចឹងពេលអីវ៉ាន់លក់ដាច់ចិត្តអស់ហ្នឹងគាត់ត្រូវកម្មង់ទៅកាន់អ្នកគ្រប់គ្រងទៅតាមរោងចក្រឬក្រុមហ៊ុនដើម្បីបំពេញ stock របស់គាត់អញ្ចឹងអ្នកណាអង្គុយមើល stock មនុស្សទៅអង្គុយមើលអត់ត្រូវការ system ហ្នឹងណាបាទឧទាហរណ៍យើងមានមី100កេសឥឡូវយើងលក់អស់80កេសហើយសល់20កេសទៀតយើងគួរតែទិញបន្ថែមមែនអត់បាទឬក៏ទឹកក្រូចយើងមាន100កេសឥឡូវយើងលក់អស់90កេសសល់10កេសនេះយើងត្រូវ refill stock អីណាហ្នឹងហើយអញ្ចឹងយើង system គឺជាអ្នកគ្រប់គ្រងអស់ហ្នឹងបាទជាយើងទៅប្រាប់ថាមូលហេតុដែលយើងជ្រើស system ហ្នឹងមកដោយសារតែ system ហ្នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់បញ្ហាជីវិតប្រចាំថ្ងៃជួយដល់អាជីវករជួយដល់អ្នកបោះដុំអីវ៉ាន់ណាជួយដល់កន្លែងណាមួយដែលយើងធ្វើអញ្ចឹងជួយដល់ប្រធានបទដែលយើងជ្រើសនឹងមកយើងត្រូវប្រាប់ហេតុផលឲ្យគេណាបាទទី3គឺបង្ហាញអំពី road map មានផែនទីចង្អុលផ្លូវបងប្អូនដើម្បី build software នឹងបានបងប្អូនត្រូវ build plan រៀបចំផែនការសិនទៅធ្វើអីខ្លះណាឬគេហៅថា road map ទី1កំណត់គោលដៅរបស់បងប្អូនតើបងប្អូនចង់បានអីណា software បងប្អូនមានទំហំធំប៉ុណ្ណាបងប្អូនត្រឹមតែធ្វើគ្រប់គ្រងកន្លែងបោះដុំអីវ៉ាន់ហ្នឹងទេឬក៏បងប្អូនធ្វើតែសាខាមួយនៅពេញឬក៏កន្លែងនេះគេមានសាខានៅខេត្តទៀតអត់បាទឬក៏បងប្អូនធ្វើគោលដៅនោះបងប្អូនចង់គ្រប់គ្រងទូទាំងស្រុកខ្មែរ25ខេត្តក្រុងតែម្ដងឬក៏យ៉ាងម៉េចជាកំណត់ឲ្យបានច្បាស់ពី scope របស់បងប្អូនហើយកំណត់ requirement តទៅទៀតបងប្អូនត្រូវជ្រើសmethodology ណាមួយដើម្បីធ្វើណា software គេមានវិធីសាស្ត្រក្នុងការសរសេរតែបងប្អូនប្រើអីគេប្រើ Agile ណាប្រើ Scrum ប្រើ DevOps ប្រើ Waterfall ណាហ្នឹងហើយទៅធ្វើវាម៉េចណាអានេះយើងនឹងរៀននៅមេរៀនបន្ទាប់មេរៀនទី2បាទហើយបងប្អូនត្រូវធ្វើ risk assessment ណាសំខាន់ណាស់ជៀសវាងហានិភ័យដែល software គាំងពេលគេលក់ដាច់គិតលុយអត់ចេញឬក៏ពេលគ្រប់គ្រង stock ហ្នឹងដល់ពេលទៅមើលបាត់ទិន្នន័យអស់លេងមិនដឹងអីវ៉ាន់ណានៅសល់ប៉ុន្មានអីមិនបាត់អស់អាហ្នឹងគឺយើងការពារកុំឲ្យវាករណីកើតឡើងកាលវាបាត់ទិន្នន័យយើង recovery មកវិញរបៀបម៉េចណាបាទយើងជួបបញ្ហាយើងដោះស្រាយម៉េចចឹងអានេះយើងត្រូវគិតឲ្យវាបន្ទាប់មកបងត្រូវចេះបំបែកការងារទៅជាម្នាក់ឧទាហរណ៍ក្រុមបងខ្ញុំនឹងចែកមកក្រុម4នាក់អញ្ចឹងម្នាក់ហ្នឹងធ្វើអីខ្លះអ្នកទី2ធ្វើអីទី3ធ្វើអីទី4ធ្វើអីចែកការងារគ្នាហើយ build schedule កំណត់ពេលវេលាបានច្បាស់លាស់ណា schedule របស់បង
dương miền dạng phê đã buôn khai cả thì lâu dương ban cả khai sao là buôn khai đi này chừng khai tí mới buôn được thứ ấy khai tí pi được thứ ấy thì bây giờ khai tí buôn được thứ ấy như buôn này bay chơi chỉ sập đà trong một khai bên buôn sập đà tí mới thứ ấy thì pi thì vậy thì bay thì buôn tên là hốt tiền mà chừng dạng phê buôn khai dương miền đọc của mối sập đà nhé như thơ mà chóp so với thằng hái và cô là tỷ chôn pra bà chứ buôn từ trong dương miền thôn thiên đã buôn nhẹ đấy và dương ai lơ bị buôn này lực lên để cả này bị xe trong nắng trong cày cái đó sau lần này ấy chẳng ai có thơ ấy và cao đấy chứ ai có châu pram này thì tao mới tiết ôn từ miền kia hà tha với thi sát nó ca thua ca chỉ một cái điểm và chắc dương thua ca chỉ một cái thời che corporate mình che xuống cái gì nè và từ mấy xa một cái này chui thôi cái này trong cái dương qua về ta vậy dưới thôi nó chụp chạy ở dưới trong miền pra cam bị thi với cầu bị thi sát hay có thua là bay trek tại dương thơ to nọ vừa dương cầm nam phan cam mùi sập đá dương thơ ấy sập đá thì pi sập đá thì bay sập đá thì buồn trên một sân là sập đá thì mua dương thơ bay feature đập bay dương thơ ban đập pi feature dương mi muối ấy dương khoang muối chân dương thơ thay mau thơ ấy thơ mẹ hơi dương bờ to là sập đá ở sân dương sập đá thì pi dương thơ phèm feature thơ thay mà sập đá thì mua toàn hai mươi chiếc lao bổ mùi thì đó và sập đá thì pi dương thơ hai tiếp bên trong một thay ổn giờ sập đá thì bấy chứ là dạng buôn buôn khai và dương ai chọn to mà ôn nhập miên software project plan như thế ấy khác nít gì thì mới cũng nó cố và nó chuyên ban tự xây hết và ta software nó đo sẽ bành hay khác đó đẹp kế TP scope và scope nó cứ roadmap tùm không pana cũng oi thông page để dự thừa chọc đó thì bay requirement là requirement nó cứ theo mấyត្រូវ promote មុខងារសំចាំបាច់ដែលគេត្រូវការហ្នឹងបាទឲ្យដឹងថាគេត្រូវការអីពិតប្រាកដណាកាលណាយើងធ្វើ copy តម្រូវការគេអត់យកទេទី4ណាគឺយើងបាននិយាយហើយឥឡូវនេះអានេះមើលលម្អិតបងឯងមើលខ្លួនឯងបានតកតងហ្នឹងវិធីសាស្ត្រក្នុងការផលិត software មានវិធីសាស្ត្រច្រើនទី5ហានិភ័យបងទៅធ្វើម៉េចជៀសវាងហានិភ័យកើតឡើងកុំឲ្យរាំងស្ទះដល់ការអភិវឌ្ឍ software របស់បងទី6បំបីការងារបាទបំបីការងារទៅជាក្រុមជា team បាទណាតាមផ្នែកម្នាក់ទៅធ្វើអីបាទណាទី7ពេលវេលាយើងបាននិយាយហើយគឺត្រូវតែធ្វើបាទតាមផែនការរបស់យើងបាទហើយធនធានមនុស្សយើងទៅដឹង4នាក់ហ្នឹងអាចមានអ្នកឈឺអ្នកឈប់អ្នកសុំច្បាប់ឬក៏អីយើងត្រូវធ្វើម៉េចកុំឲ្យស្ទះការងារបាទទី9ធានាថាយើងបាទអត់ឆ្លោះគ្នាយើងធ្វើការជា team ណា project team ណាអញ្ចឹងយើងអត់យើងត្រូវតែបើកការទៅអ្នកទៅគ្នាដោយទូលាយដោយតម្លាភាពអត់លាក់លៀមណាអ្នកចេះច្រើនបរិញ្ញាអ្នកចេះតិចអ្នកចេះតិចបរិញ្ញាអ្នកអត់ចេះហើយអ្នកអត់ចេះទៅខំប្រឹងរៀនបន្ថែមណាខំប្រឹងធ្វើទៅជួយគ្នាមិនអាចប្រចាំគ្នាបានទេកាលណាបងកន្លែងប្រចាំគ្នាកន្លែងចាំអ្នកនេះចាំអ្នកនោះកន្លែងប្រកាន់ចូលប្រកាន់ឡើងបងក៏គាត់ទៅធ្វើអត់ទាន់ទេអូខេទី10គឺបងទៅ trackគឺធ្វើ KPI គឺយើងវាស់ទៅលើ key performance indicator វាជាសុចនាករមួយដើម្បីវាយតម្លៃតើការវិវត្តណានៅផែនការនេះ milestone នេះគឺយើងថាពេលវេលារបស់បងអូននឹងធ្វើចប់អត់ណាពេលវេលានៃ feature មួយដែលត្រូវចប់នៅអាទិត្យទី1ទី2ធ្វើចប់អត់ណា milestone គឺពេលវេលាដែលចាំបាច់សម្រាប់កម្មវិធីណាមួយដែលត្រូវធ្វើណាបាទជាងយើងអានោះមាន10ចំណុចហើយនៅក្នុងខ្ញុំមាន sample requirement ខ្ញុំមាន sample topic រហូតដល់8 topic ណាបាទអញ្ចឹងបងអូនមិនបាច់ចាំយកតាម topic របស់ខ្ញុំទេអញ្ចឹង topic ទាំងអស់នេះគ្រាន់តែជា sample ហើយវាមិនមែនជា requirement ពេញលេញទេវាគ្រាន់តែជា sample មានថាឲ្យជាគំនិតណាបាទឲ្យជាអនុសាសន៍ដើម្បីបងយកទៅពិចារណាទី1បន្ទប់ជួលសម្រាប់និស្សិតអញ្ចឹងខ្ញុំប្រាប់ថាវាជា minimum requirement គឺជាតម្រូវការដ៏តិចតួច this is just very simple suggestion មានតែគ្រាន់តែជាអនុសាសន៍ដ៏សាមញ្ញទីបំផុត you can add more based on your real work situation and business need យើងអាចបន្ថែមទៀតណាទាក់ទងនឹងការងារជាក់ស្ដែងហើយតម្រូវការធុរកិច្ចជាក់ស្ដែងបាទឧទាហរណ៍ប្រធានបទនិយាយពីបន្ទប់ជួលអញ្ចឹងខ្ញុំមានចំនួន9 feature យ៉ាងតិចទី1គឺខ្ញុំគ្រាន់តែបងប្អូន download កម្មវិធីនឹងមកភ្លាមវានឹងបញ្ចេញ pop up នៅបន្ទប់ទាំងអស់ដែលជិតនៅសាកលវិទ្យាល័យបងជិតឧទាហរណ៍បងរៀននៅភូមិភ្នំពេញបង log
ពុបនៅភូមិភ្នំពេញវានឹងចាប់យក location UPP ហើយវានឹងឲ្យបន្ទប់ជួលទាំងអស់នៅជុំវិញហ្នឹងមានបន្ទប់ជួលនៅណានេះបាទនៅជួលកកយើងនេះទឹកខ្លាអូបៃក្អមណានៅមកជុំវិញហ្នឹងគឺវានឹងបង្ហាញទាំងអស់បាទហើយវានឹងបង្ហាញអាស័យដ្ឋានលម្អិតបង្ហាញលេខផ្លូវលេខផ្ទះបន្តមកទៀតវានឹងបង្ហាញប្រភេទបន្ទប់ហើយនឹងតម្លៃណាចេញជាបន្ទប់មកចេញជាតម្លៃហើយវានឹងបង្ហាញជារូបភាពឲ្យយើងមើលអញ្ចឹងណាហ្នឹងហើយបន្ទាប់មកវាបង្ហាញព័ត៌មានសម្រាប់បញ្ចុះតម្លៃបើសិនជាយើងជួលបន្ទប់ដោយប្រើប្រាស់ app ហ្នឹងបងនឹងបានការបញ្ចុះតម្លៃឧទាហរណ៍បន្ទប់ហ្នឹង$60បងប្រើ app ចុះសល់$10សល់តែ50វិញទៅអញ្ចឹងមានថា app ហ្នឹងគឺឲ្យម្ចាស់ផ្ទះជួលហ្នឹងគាត់ប្រើហើយនិស្សិតប្រើ free ម្ចាស់ផ្ទះជួលគាត់ប្រើបាទគាត់ប្រើchứគាត់ទៅបង់លុយមកឲ្យយើងមួយចំនួនព្រោះយើងជួយរកភ្ញៀវឲ្យគាត់ឃើញទេបាទនិស្សិតអត់មានអស់លុយទេជាគាត់ download app ហ្នឹងមកហើយអាចជួលបន្ទប់បានទី5គឺនឹងបង្ហាញបន្ទប់ល្អបំផុតចំនួន10ដែលគេជួលច្រើននេះគេទីបន្ទប់ហ្នឹងមានខ្យល់អាកាសល្អបន្ទប់ទឹកស្អាតចក្រានបាយស្អាតមានកន្លែងហាលខោអាវណាហើយស្ងប់ស្ងាត់ហើយមានសុវត្ថិភាពអញ្ចឹងគេជួលច្រើននេះគេបងអាចទៅជួលបានណាទី6បង្ហាញរូបភាពក្នុងបន្ទប់ហើយនឹងការដេក័រណាជាយើងឃើញអាហ្នឹងមកទាំងអស់មកទី7គឺយើងមានរបាយការណ៍ប្រចាំខែមួយខែហ្នឹងមានអ្នកជួលប្រហែលអ្នកបាទអ្នកចេញប្រហែលអ្នកមកថ្មីប្រហែលអ្នកណាចំណូលចូលប្រហែលចំណាយអីខ្លះអញ្ចឹងទៅហើយមានបតុង search សម្រាប់និស្សិតដែលមកពីខេត្តហើយ search តាមសាលាឧទាហរណ៍បងរៀននៅវិទ្យាល័យខេត្តណាមួយវាយឈ្មោះខេត្តហ្នឹងមកហើយវាយឈ្មោះវិទ្យាល័យទៅវានឹងឃើញថានៅក្នុងបន្ទប់ជួលហ្នឹងមាននិស្សិតមកពីខេត្តហ្នឹងអត់ហើយមកវិទ្យាល័យដែលជា school mate ដែលរៀននៅមិត្តរួមវិទ្យាល័យជាមួយបងអត់អ្នកខ្លះក៏ចង់រកអ្នកដែលនៅអញ្ចឹងណាបន្ទាប់មកឲ្យម្ចាស់បន្ទប់មានសិទ្ធិអាប់ដេតព័ត៌មានបន្ទប់គាត់មានធ្វើបន្ទប់ថ្មីឬក៏បន្ទប់ហ្នឹងគេទៅបញ្ចេញហើយគាត់អាប់ដេតវាអាប់ដេតជាមួយ system ហ្នឹងហើយលាក់មានច្រើនតទៅទៀតណាបាទមួយទៀតតទៅ clinic បាទទីពេទ្យគេហៅទី clinic គឺបញ្ជីព្យាបាលខ្នាតតូចណាវាខុសពី hospital បាទអញ្ចឹងមានរបាយការណ៍ពេលអ្នកជំងឺចូលទៅ check in បាទគាត់មកពិនិត្យជំងឺឬមកព្យាបាលជំងឺមកថ្ងៃណាឈ្មោះអីភេទអីណាគាត់មកពីណាលេខទូរស័ព្ទប្រមាណណាគាត់ត្រាគុតហើយគាត់ត្រូវមាន ID មួយណាមកដល់គេធ្វើកាតឲ្យគាត់មួយថ្ងៃក្រោយទៅគាត់ទៅវាយលេខកាតទៅដឹងថាគាត់នឹងមកប៉ុន្មានដងណាឈឺអីបាទហើយមានលេខរងចាំពេលចូលទៅគឺមានចាប់លេខណាបាទណាបន្ទាប់មកប្រភេទជំងឺបាទតែគាត់មកមើលអីមកមើលពោះមកមើលច្រមុះមើលត្រចៀកណាមើលពងកមើលអីណាអូខេបន្តមកទៀតព័ត៌មានបង្ហាញព័ត៌មានទីគាត់ត្រូវការធ្វើ X-ray គាត់ត្រូវការធ្វើមើលECG ចង្វាក់បេះដូងគាត់តេស្តលាមកតេស្តឈាមតេស្តភ្នែកតេស្តត្រចៀកលក្ខណៈគឺមានទាំងអស់ព័ត៌មានរបស់គាត់ហើយព័ត៌មានរបស់វិជ្ជបណ្ឌិតណាតើលោកវិជ្ជបណ្ឌិតមួយណាដែលមើលគាត់ឈ្មោះអីណាគាត់ធ្វើការថ្ងៃណាខ្លះព្រោះពេទ្យពេលខ្លះគេមិនមែនធ្វើមួយអាទិត្យលើមួយអាទិត្យទេពេទ្យខ្លះធ្វើ2 3នាទីពេទ្យណាហ្នឹងហើយព័ត៌មានរបស់អ្នកថែទាំអ្នកជំងឺឧទាហរណ៍គាត់ដេកព្យាបាលនៅមន្ទីរពេទ្យមានអ្នកណាអ្នកមើលគាត់នេះឈ្មោះអីណាមិនក៏មើលសរោមឲ្យដាក់អីចូលខ្យល់ចូលអីចឹងណាឬក៏មានបញ្ហាអីគាត់មើលបានល្អអ្នកជំងឺចង់ដឹងគុណចង់ឲ្យលុយគាត់អីក៏ស្រួលដែរណាបាទរកគាត់ឲ្យមកមើលទៀតណាហើយតទៅទៀតព័ត៌មានអ្នកឱសថការីអ្នកលក់ថ្នាំនៅក្នុងទីពេទ្យហ្នឹងបាទណាអ្នកណាឲ្យថ្នាំដែរហើយថ្នាំហួតតលេចេះតែឲ្យដែរនេះឬក៏ឲ្យថ្នាំអត់មើលឲ្យខុសថ្នាំមិនចេះឲ្យណាបាទខុសបច្ចេកវិទ្យាចឹងទី9ព័ត៌មានតាក់ទងគណនេយ្យករណាអ្នកកាន់លុយហ្នឹងក៏ត្រូវដឹងមានដែរទី10វិជ្ជាវិទ្យារបស់ដុកទ័រណាអ្នកចេញវិជ្ជាវិទ្យាហ្នឹងមិនឲ្យផឹកថ្នាំម្ដង7មុខចឹងគេឲ្យផឹកត្រឹម5មុខហើយផឹកដល់7មុខឲ្យច្រើនណាឃើញកាពះវៀនអស់ហើយរបាយការណ៍ប្រចាំថ្ងៃថ្ងៃនេះអ្នកមកមើលប្រហែលស្អីប្រហែលហៅប្រហែលមើលបេះដូងប្រហែលមើលទឹកនោប្រហែលមើលឈាមប្រហែលអីប្រហែលណារបាយការណ៍ប្រចាំសប្តាហ៍ប្រចាំឆ្នាំប្រចាំខែអញ្ចឹងទៅណាហើយនឹងការណាត់ជួបរបស់ដុកទ័រមកឲ្យលើក្រោយគេណាត់ជួបទៀតដើម្បី follow up ណាហើយលាក់នឹងលាក់ណាមានច្រើនណាចំណូលចំណាយអញ្ចឹងទៅចំណេញអីចឹងណាមួយទៀតភោជនីយដ្ឋាន restaurant management system ចូលដល់ពុកមានតារាង menu បាទ menu មានលេខកូដមាន
ប្រភេទម្ហូបអាហារមានឈ្មោះមានរូបភាពមានតម្លៃចានតូចចានធំហើយយើងចូលអង្គុយតុកលេខប៉ុន្មានកំងមកណាកំងតាមហ្នឹងណាបាទនេះអតិជនអាចកំងតុកលេខប្រហែលហើយមានលេខដែលត្រូវកំងម៉ោងដែលត្រូវកំងណាបាទហើយមានវិក័យប័ត្របាទណាមានលេខរងចាំហើយមានបង្ហាញមុខម្ហូបដែលលក់ដាច់ជាងគេ best selling food ម្ហូបដែលលក់ដាច់ជាងគេមានថាគេទិញច្រើនជាងគេណាបាទហើយបង្ហាញថានរណាដែលម៉ួយប្រចាំ regular customer វាថាគាត់ថ្ងៃណាក៏មកដែរមកស៊ីកាទៀវទៅកន្លែងហ្នឹងរាល់ថ្ងៃមកខែទល់មួយខែមួយឆ្នាំទល់មួយឆ្នាំគឺមករហូតណាហ្នឹងគាត់អត់មកតែគាត់ឈឺឯគាត់ទៅក្រៅឯណាតែគាត់អត់មកមានតែពីរទី1ដេកពេទ្យទី2ទៅក្រៅប្រទេសណាបើក្រៅពីហ្នឹងឲ្យតែគាត់នៅក្នុងស្រុកគាត់នឹងមកបាទហើយមានច្រើនទៀតព័ត៌មានរបស់អ្នកគ្រប់គ្រងម្ហូបអាហារអីលក្ខណៈណារបាយការណ៍ចំណូលចំណាយចំណេញប្រចាំអាទិត្យប្រចាំសប្តាហ៍ប្រចាំអីច្រើនបាទទី4ប្រព័ន្ធចុះឈ្មោះទៅតាមសាលាមានគិតទាំងពីសាលាបតីបឋមណាវិទ្យាល័យណារហូតដល់មហាវិទ្យាល័យក៏បានដែរណាជាងមុខងារទៅបង្ហាញទាំងអស់នេះណាបងអាចមើលខ្លួនឯងបានណាមួយទៀតគឺតកតទៅនឹង coffee shop អាហារកាហ្វេណាមានប្រភេទកាហ្វេប្រភេទតម្លៃលេខរងចាំនេះទៅទី6តកតទៅនឹងម៉ាតបាទគ្រប់គ្រងកន្លែងម៉ាតយ៉ាងហ្នឹងហើយម៉ាតបាទមាន stock in ទិញតំណែងចូលអីខ្លះណាតំណែងណា off stock មិន off សល់ stock in stock out ហ្នឹងណា expire អីទៅបង្ហាញទី7កន្លែងហាងប្រចាំមានថាយើងយករបស់ទៅប្រចាំទៅប្រាប់គេប្រភេទរបស់ហ្នឹងបាទប្រចាំ customer អាចដាក់ ID ទៅប្រាប់មានបានគាត់ជៀសវាងគាត់យកលួចរបស់គេមកណាបាទហ្នឹងហើយមានឬក៏ passport អាស័យដ្ឋានប្រចាំអីគេប្រភេទប្រចាំហើយដាក់យកការឧទាហរណ៍យកកុំព្យូទ័រមួយគ្រឿងទៅប្រចាំគេអញ្ចឹងមួយថ្ងៃគេយក 10000 បងឯងចង់យកប៉ុន្មាន2លានអញ្ចឹងគេឲ្យ2លានកុំព្យូទ័របងឯងអាចលក់បាន3លានតែគេឲ្យបងឯង2លានក្នុងរយៈពេល30ថ្ងៃព្រោះណាតែយកវិញគឺដាច់គេស៊ីដាច់ណាបាទគេយកកុំព្យូទ័របងឯងទៅលក់បាន3លានគេចំណេញ1លានហើយបងឯងយកទៅ2លានទៅហើយបងឯងចង់ទៅសងគេវិញ30ថ្ងៃឲ្យគេ300000មកគេឲ្យកុំព្យូទ័រមកវិញណាតែករណីបងឯងលួចកុំព្យូទ័រគេយកទៅប្រចាំគេដឹងភ្លាមណាបាទគេហៅប៉ូលីសចាប់បងឯងអញ្ចឹងបានគេត្រូវការលេខតាក់ញាតបានអាស័យដ្ឋាននៃព័ត៌មាននេះណាទី8គ្រប់គ្រង stock សំខាន់ណាបាទគឺអីវ៉ាន់ចូល stock នៅអីវ៉ាន់ចេញ stock ជៀសវាងវាអស់ stock យើងអត់ដឹងអស់អីវ៉ាន់យើងអត់ដឹងណាអញ្ចឹងវាមានច្រើន topic មានច្រើនលើសពីហ្នឹងទៀតណាបងនេះគ្រាន់តែជា sample ទេបងអាចធ្វើតាមហ្នឹងលំនាំតាមហ្នឹងណាហ្នឹងទី1អញ្ចឹងទី1បងត្រូវធ្វើជា slide ហើយឡើងបញ្យលណាយើងចំណាយពេលយ៉ាងតិច10ទៅ15នាទីទាំង4នាក់ហ្នឹងឡើង present ទាំងអស់ទៀតតាមចំណុចហើយដំណាក់កាលទី2យើងចូលដល់ design ណា design UI UX design database front end back end ដំណាក់កាលទី3យើងនឹង demo ណាដំណាក់កាលទី4យើងយកទៅលក់ឲ្យគេយើង maintenance ណាយើងធ្វើមកចប់មកហើយក្នុងរយៈពេល4ខែហ្នឹងអូខេចឹងអាហ្នឹងមានប៉ុណ្ណឹង